អានដោយការពិចារណាជាងការខឹងសម្បាអត្ថបទទស្សនៈនិងគំនិតដែលមាននៅក្នុងសៀវភៅទស្សនៈខ្លះវាគឺជាគំនិតដែលបងប្អូនអ្នកអានមិនគួរកំណត់ថាត្រូវទាំងស្រុងឬខុសទាំងស្រុងឡើយប៉ុន្តែវាអាចត្រូវឬអាចខុសក៏អាស្រ័យទៅលើស្ថានភាពជាក់ស្ដែងនិងកាលៈទេសៈប៉ុណ្ណោះទស្សនៈខ្លះយើងអាចពិចារណាត្រឹមត្រូវតាមលក្ខណៈតក្កវិជ្ជាឬសមហេតុផលរីទស្សនៈខ្លះទៀតចំណេះដឹងបែបតក្កវិជ្ជាមិនអាចយកមកពិចារណាឲ្យពលផលបានឡើយត្បិតទាល់តែអ្នកអានធ្លាប់ឆ្លងកាត់នៅបទពិសោធន៍ជាក់ស្ដែងផ្ទាល់ទើបអាចពលត្រូវខ្ញុំលើកទៅចិត្តឲ្យបងប្អូនអានដោយការពិចារណាច្រើនជាងអានជាមួយនឹងការខឹងសម្បាទស្សនៈខ្លះវាជាទស្សនៈក្តៅដែលអាចធ្វើឲ្យអ្នកអានឈឺចាប់ឬខឹងសម្បានៅពេលអានម្ដងការឈឺចាប់និងការខឹងសម្បានេះវាលេចរូបរាងឡើងក្នុងលក្ខខណ្ឌដែលគំនិតខ្លះវាផ្ទុយនឹងការយល់ឃើញរបស់យើងឬប្រឆាំងនឹងនិន្នាការសាសនាឬទំនោរនយោបាយរបស់យើងបើទោះបីជាយើងមានគំនិតផ្ទុយឬមាននិន្នាការលើសាសនាណាឬមានទំនោរនយោបាយលើបកណាក៏ដោយតែសូមកុំប្រតិកម្មអារម្មណ៍ធ្វើឲ្យខ្លួនឯងរងទុក្ខនិងឈឺចាប់ឲ្យសោះយើងគួររៀនធ្វើជាមនុស្សដែលចេះគ្រប់គ្រងទាំងការឈឺចាប់និងសេចក្តីសប្បាយប្រៀបដូចបណ្ឌិតដែលពេញចិត្តពាក្យរិះគន់ស្មើនឹងសម្ដីសរសើរត្រូវអានយកចេះកុំអានយកចប់មនុស្សណាដែលបានចំណាយពេលវេលាអានច្រើនតែមិនចំណាយពេលគិតច្រើននោះគឺបានប្រើត្រឹមតែភ្នែកប៉ុណ្ណោះមនុស្សប្រកបជាតែងអានយកចេះអានយកយល់និងអានដោយយកចិត្តទុកដាក់តែមិនមែនអានយកចប់ទេអានយកចប់វាខុសគ្នាពីអានយកចេះការអានដែលមានប្រសិទ្ធភាពបំផុតគឺត្រូវអានដោយចំណាយពេលវេលាគិតពិចារណាបែបស៊ីជម្រៅឲ្យបានច្រើនមនុស្សណាដែលគិតហើយតែមិនធ្វើនោះគឺបានត្រឹមតែទ្រឹស្ដីប៉ុណ្ណោះមនុស្សណាដែលធ្វើហើយតែបរាជ័យនោះគឺបានត្រឹមតែបទពិសោធន៍ប៉ុណ្ណោះបរាជ័យហើយបរាជ័យទៀតតែមិនចោះចាញ់នោះទើបហៅថាមនុស្សជោគជ័យពិតប្រាកដចេះអានគឺត្រូវចេះបន្សុទ្ធ Walter ពោលថាពេលខ្ញុំអានកាន់តែច្រើនខ្ញុំសេចក្ដីគិតពិចារណាកាន់តែជ្រៅហើយពេលខ្ញុំសេចក្ដីគិតពិចារណាកាន់តែជ្រៅខ្លាំងខ្ញុំក៏កាន់តែទទួលស្គាល់ខ្លួនឯងកាន់តែច្បាស់ខ្លាំងដែលថាខ្ញុំមិនចេះអ្វីសោះអ្នកដែលអានសៀវភៅច្រើនបំផុតដោយមិនចំណាយពេលគិតពិចារណាគឺមានកំហុសស្មើនឹងអ្នកគិតច្រើនដោយមិនបានអានមនុស្សដែលគិតច្រើនដោយគ្មានមូលដ្ឋានគោលការណ៍តែងបង្កបញ្ហានិងមេរោគដល់ចិត្តគំនិតរបស់ខ្លួនឯងជានិច្ចមនុស្សដែលចេះអានពិតប្រាកដគឺជាបុគ្គលដែលដឹងសៀវភៅត្រូវអាននិងចេះបន្សុទ្ធចំណេះចេញពីសៀវភៅហើយអាចយកបំលែងទ្រឹស្ដីចេញទៅជាការអនុវត្តជាក់ស្ដែងអ្នកដែលចេះអានគឺជាបុគ្គលដែលអានសៀវភៅយកគុណភាពតែមិនមែនយកបរិមាណឡើយការអានសៀវភៅយកគុណភាពគឺមានន័យថាអានយកចេះតែមិនមែនយកចប់ទេតើអ្នកជាអ្នកអានយកចេះឬអានយកចប់មិនមែនគ្រាន់តែអានបុគ្គលដែលអានសៀវភៅ10ក្បាលមិនស្មើនឹងបុគ្គលដែលអានសៀវភៅល្អមួយក្បាលបាន10ដងបុគ្គលដែលអានចំសៀវភៅមិនល្អមួយក្បាលរហូតដល់10ដងគឺពុំព្រីតស្មើនឹងបុគ្គលដែលមិនបានអានទទួលចំណេះដឹងខុសបុគ្គលដែលអានចំសៀវភៅមិនល្អមួយក្បាលរហូតដល់10ដងគឺពុំព្រីតស្មើនឹងបុគ្គលដែលមិនបានអាននេះមានន័យថាមិនមែនឲ្យតែសៀវភៅគឺសុទ្ធតែល្អទាំងអស់នោះទេស្រដៀងគ្នាមិនមែនឲ្យតែអានហើយគឺសុទ្ធតែទទួលចំណេះដឹងត្រឹមត្រូវទាំងអស់នោះដែរអ្នកខ្លះតែងតែយល់ថា
អានច្រើនចេះច្រើនកើនបញ្ញាការយល់ឃើញបែបនេះគឺត្រឹមត្រូវហើយតែមិនត្រឹមត្រូវទាំងស្រុងឡើយតើលក្ខណៈបែបណាដែលគួរតែត្រឹមត្រូវអានគឺត្រូវតែអានហើយតែត្រូវបន្ថែមខ្លឹមសារបន្តិចទៀតដោយថាត្រូវអានឲ្យត្រូវសៀវភៅល្អនិងអានសៀវភៅដែលល្អឬភាសាអង់គ្លេសថា read the right book not just only read កាលណាបើចំណេះដឹងយើងមិនទាន់ពេញលេញសៀវភៅខ្លះវាហាក់បីដូចជាផ្ដល់ការរីកចម្រើនយ៉ាងច្រើនដល់យើងប៉ុន្តែបើមែនតែនទៅការពិតសៀវភៅខ្លះគឺបំពុលជីវិតយើងទស្សនៈដែលខ្ញុំតែងប្រើក្នុងការជូនជាគំនិតពិចារណាដល់អ្នកអានគឺសៀវភៅល្អតែងជាបាលសង្គមតែសៀវភៅអាក្រក់គឺបំពុលសង្គមសៀវភៅល្អគឺជាឱសថពៅតែសៀវភៅអាក្រក់គឺជាថ្នាំពុលតើបំពុលសង្គមយ៉ាងដូចម្ដេចនៅក្នុងប្រវត្តិសាស្ត្រតើរបបផ្ដាច់ការកើតចេញមកពីណាជាពិសេសជនផ្ដាច់ការអាប់ឌុលអ៊ីធ្លាកើតចេញពីណាបើពេលយើងក្រឡេកទៅមើលប្រវត្តិនៃការតែងនិពន្ធជាពិសេសក្រុមទស្សនវិទូបរទេសដូចជា Victor Hugo សាំងអូហ្គូស្តាំងគឺស្ទើរតែគ្រប់សៀវភៅដែលនិយាយអំពីសង្គមវិទ្យារបស់សាំងអូហ្គូស្តាំងត្រូវបានអ្នកចេះដឹងខ្មែរសម័យមុនឲ្យតម្លៃខ្ពស់និងចាត់ទុកអូហ្គូស្តាំងជាបិតាសង្គមវិទ្យាទៀតផងបើមើលទៅទស្សនវិទូបារាំងសង្សាក់រ៉ូសូដែលសរសេរអំពីកិច្ចសន្យាសង្គមឬកុងត្រាសង្គមគឺល្អណាស់បើមើលទៅ Victor Hugo មើលទៅ Augustin គឺសុទ្ធតែល្អទាំងអស់រហូតដល់ក្រោយមកទើបមនុស្សដឹងថាក្រុមនេះហើយដែលបានកសាងមូលដ្ឋានទស្សនៈបង្កើតឲ្យមានពួកផ្ដាច់ការនិយមនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗដែលនិយាយអំពីវិបត្តិនៃសំណេរប៉ុណ្ណោះដូចគ្នាផងដែរមិនថាសំណេរកំណាព្យពាក្យចាប់ជួនណែងនងផ្ដោះផ្ដងរំដំចិត្តសុទ្ធតែបង្ហាញពីព្រលឹងនៃស្មេដែលសរសេរចេញតាមបែបលក្ខណៈទស្សនៈឲ្យអ្នកអានប្រៀបធៀបទស្សនៈឲ្យអ្នកអានឆ្លុះបញ្ចាំងពីតថភាពសង្គមទស្សនៈឲ្យអ្នកអានពិចារណាទស្សនៈឲ្យអ្នកអានសំយោគគំនិតបែបអត្តនោម័តស្មេខ្លួនឯងជាអ្នកជ្រុលនិយមឬស្ដាំនិយមឬកណ្ដាលនិយមឬលើសពីនេះវាអាចកំណត់ទៀតថាស្មេមានគំនិតតូទន់ទៅខាងណាតាមការយល់ឃើញរបស់ខ្ញុំសំណេរគ្រប់យ៉ាងគួរតែជាសំណេរបង្រួមមនុស្សបង្កើតសាមគ្គីស្រស់ស្រួលមូលមតិរវាងជនសង្គមនិងជនសង្គមដើម្បីឲ្យគិតដល់រឿងសាមគ្គីទៅបានគឺលុះត្រាតែស្មេរោគទស្សនៈត្រឹមត្រូវឃើញការរកត្រូវឃើញទៅបានលុះត្រាតែដឹងថាខុសត្រូវនៅកន្លែងណាការដឹងខុសត្រូវទៅបានលុះត្រាតែស្មេគឺជាអ្នកសិក្សាស្រាវជ្រាវមុជជាមួយនឹងគំនិតច្រើនប្រភពគិតពិចារណាឲ្យស្របទៅនឹងបរិបទសង្គមវិទ្យានិងហេតុការណ៍ជាក់ស្ដែងរបស់សង្គមអត្ថបទនេះពុំសូវពីរោះស្ដាប់ទេតែគ្រាន់តែជាជំរឿសម្រាប់ពិចារណាប៉ុណ្ណោះបើខុសគឺស្មេជាអ្នកខុសបើត្រូវគឺរៀនសូត្រទាំងអស់គ្នាអំណាចនិងសមាធិគ្រូសមាធិឥណ្ឌាក្នុងយុគទំនើបនិយាយថាអានតិចតែត្រូវសមាធិឲ្យបានច្រើននិងត្រូវសេចក្ដីគិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលាឃ្លាខាងលើគឺចង់មានន័យថាការអានត្រូវតិចជាងការសមាធិមានន័យថាសេចក្ដីគិតពីរចនាសម្ព័ន្ធចិត្តនិងកាយក្នុងខ្លួនដោយឆ្វេងយល់ពីស្ថានភាពដោយឡែកក្នុងខ្លួននិងទំនាក់ទំនងរវាងអត្ថិភាពរបស់ខ្លួននិងធម្មជាតិក្នុងចក្រវាឡគិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលាគឺមានន័យថាត្រូវមានសតិដឹងខ្លួនជានិច្ចពីព្រោះព្រះជាម្ចាស់គឺស្ថិតនៅក្នុងខ្លួនមនុស្សឧទាហរណ៍បើខឹងត្រូវតែដឹងថាខឹងបើសប្បាយត្រូវតែដឹងថាសប្បាយបើទុក្ខដឹងត្រឹមថាជាទុក្ខ
សតិដឹងបែបនេះវាធ្វើឲ្យមនុស្សគ្មានការសោយនៅអារម្មណ៍នៅពេលដែលមនុស្សគ្មានការសោយនៅអារម្មណ៍ចិត្តនេះឈានដល់កម្រិតចិត្តសន្តិភាពឬចិត្តនិព្វានក្នុងខ្លួនមនុស្សឬមានធម៌ពលពលត្រូវធាតព្រះក្នុងខ្លួនគិតដល់ព្រះគឺសញ្ជឹងគិតពីព្រះរហូតស្គាល់ចិត្តព្រះឬគិតពីខ្លួនឯងរហូតស្គាល់ចិត្តខ្លួនឯងពិតប្រាកដការអានសៀវភៅបានច្រើនគឺល្អបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះពាក់កណ្ដាលទៀតនៃអំពើល្អអំពីការអានគឺត្រូវប្រើការគិតឲ្យបានច្រើនលើសពីល្អគឺត្រូវអានសៀវភៅល្អពីព្រោះមិនមែនឲ្យតែសៀវភៅវាសុទ្ធតែល្អទាំងអស់នោះទេសៀវភៅល្អព្យាបាលសង្គមតែសៀវភៅអាក្រក់គឺបំពុលសង្គមនេះជាបញ្ហាកង្វល់ដែលអ្នកសរសេរនិងអ្នកនិពន្ធត្រូវគិតគូរប្រុងប្រយ័ត្នចំពោះសំណេររបស់ខ្លួនអក្សរមួយឃ្លានិងសម្ដីមួយម៉ាត់គឺជាអ្នកឆ្លាក់ខួរក្បាលមនុស្ស